តោះសួស្តីបងបងឥឡូវយើងមករបៀប boot យើងរៀបចំអីអស់ហើយឥឡូវយើងចូលរបៀប boot បន្ទាប់មកយើងចូល ad manager របស់យើងមកចូល add account យើងហើយយើងចុចពាក្យ create បន្ទាប់មកយើងចូលទៅកាន់ engagement យើងយក engagement យើងចុច continue ទៅមុខទៀតបន្ទាប់ពីយើងចុច continue ហើយយើងយកមក your place មក your campaign កុំយក recommend ណាបងបងបន្ទាប់មកយើងទៅមុខទៀតដល់កន្លែងនេះយើងដាក់ឈ្មោះ campaign យើងដើម្បីចំណាំយើង boot យកអីគេយើងដាក់ឈ្មោះវាដើម្បីចំណាំ boot យកហ្នឹងព្រោះអីបើយើងអត់ចំណាំវាទេយើងវិញអញ្ចឹងខ្ញុំដាក់ promote ហ្នឹងបាន promotion ខ្ញុំមាន promotion ក្នុង page ខ្ញុំអញ្ចឹងទៅខ្ញុំ boot ហើយខ្ញុំ boot យកគេខ្ញុំដាក់ថា boot យក like អញ្ចឹងខ្ញុំ copy វាខ្ញុំ share ខ្ញុំ copy វាបន្ទាប់ខ្ញុំ copy ហើយកន្លែងនេះអត់មានធ្វើអីទេយើងទៅមុខបន្តទៀតយើងចុច next ទៅមុខទៀតមកហើយយើងយកយើង copy វាមកហ្នឹងយើងយកមក paste ទៅនេះយកផាតហ្នឹងដើម្បីយើងដាក់ដូចគ្នាទៅដើម្បីចំណាំស្រួលយើងចង់កែ add កែអីថ្ងៃក្រោយបានកន្លែងនេះយើងដូរចេញយើងដាក់ only on your ad ហើយបន្ទាប់មកកន្លែងនេះ view យើងដូរ view ចេញយើងដាក់ post engagement អានេះយើង boost យក like លើ post លើ share យើងលើ post របស់យើងអញ្ចឹងហើយកន្លែងនេះយើងកំណត់ទឹកប្រាក់ឲ្យវាចាយមួយថ្ងៃបានខ្ញុំដាក់តែមួយថ្ងៃ2រៀលទេដោយសារតែអត់សូវមាន budget ដែរអញ្ចឹងយើងដាក់តិចហើយកន្លែងនេះអស់មកក្រោមកន្លែងនេះ location audience អីហ្នឹងប៉ុន្តែខ្ញុំបានបរៀនរបៀបគ្រប់គ្រង audience ហ្នឹងអញ្ចឹងយើងអត់បាច់ដូរអត់បាច់អីទេយើងគ្រាន់តែចុចនៅ use អាចរបស់យើងមានស្រាប់ហើយយើងរើសហា new customer មកវានឹងទៅចាប់ auto វាឆេញ auto នេះឃើញទេវាមាន location មានអីមក auto ទាំងអស់ឃើញមូលហេតុដែលខ្ញុំឲ្យបង្កើតចឹងដើម្បីស្រួលប្រើហើយបន្ទាប់មកយើងអស់មកក្រោមវាកំណត់អស់ហើយអញ្ចឹងយើងអត់មានធ្វើអីទេយើងកែ placement ភាសាអីវាដាក់ auto អស់ហើយព្រោះយើងកំណត់កន្លែងរៀបចំអតិថិជនណាវីដេអូទី1ក៏ទី2ខ្ញុំភ្លេចបាត់ហើយកន្លែងនេះ placement យើងអាចដូរបានប៉ុន្តែបើ boot យក post like ដដែលយើងអត់បាច់ដូរក៏បានដែរខ្ញុំអត់ដូរទេកន្លែងហ្នឹងតែព្រោះអីវាអត់មាន boot យកឆាតអញ្ចឹងខ្ញុំ boot យក like ធម្មតាខ្ញុំអត់ដូរទេខ្ញុំយកទាំងពីរហ្មងតែវាដឹងដដាលទៅ Facebook មួយទៅ Instagram វាអត់ដាល់ទេអញ្ចឹងបន្ទាប់មកយើងចុចទៅមុខទៀតកន្លែងនេះយើងដាក់ឈ្មោះដូចគ្នាទៀតទៅបន្ទាប់យើងដាក់ឈ្មោះដូចគ្នាហើយយើងអស់ទៅក្រោមយើងជ្រើសរើសយក page បើយើងមាន page ច្រើនយើងវាយឈ្មោះ page របស់យើងនៅក្នុង admin ហ្នឹងមកយើង select វាទៅតែខ្ញុំមាន page តែមួយរង digital នេះ select មកចេញ auto ហើយបន្ទាប់មកកន្លែងនេះវាមានបង្កើត ad និង use post ហ្នឹងយើងទៅ select យកអា post ដែលយើង post ក្នុង page ហើយយកមក boot បាទ create ad នោះខ្ញុំដាក់សាកប្រើដែរខ្លាចតែ error អញ្ចឹងយើងយក post ដែលយើង promotion មកខ្ញុំ select អាហ្នឹងមកហើយបន្ទាប់មកយើងចុច next មកអូខេរួចរាល់ហើយប៉ុណ្ណឹងវា select post ហើយចាំមើលយើងត្រូវកែកន្លែងឆាតពេលគេឆាតមកយើងចង់វា load មកយើងអាចកែបានបើយើងអត់ទាន់មានទេយើងចុច edit មកហើយយើងចុច save create ថ្មីមកយើង save តាមយើងចង់ដាក់ហើយយើង create ថ្មីមកតែខ្ញុំមានហើយខ្ញុំរើសរបស់ខ្ញុំដែលមានស្រាប់យកទៅមកអញ្ចឹងដើម្បីលឿនបន្ទាប់ពីខ្ញុំរើសឲ្យមានស្រាប់របស់ខ្ញុំយកហើយអស់អីធ្វើយើងមើលនេះ review វាដើរទៅណាខ្លះវាដើរទៅ Facebook ហើយ Instagram ប៉ុន្តែដល់ទៅវាដើរទៅ Facebook ហើយ Instagram វាគ្មានតែដើរអីទេដោយសារតែយើងអត់ភ្ជាប់ account យើងចុច public មកបន្ទាប់មកឲ្យវាដើរសិនវាអត់ error ទេ BM វា verify ពីខាងខ្ញុំទៅគឺ boot page អត់ error ទេអញ្ចឹងចាំមក plan មកឃើញតែវាចេញ review ហើយចាំតិចឃើញតែវាចេញហើយបើអត់លុះទេយើងចូលទៅកន្លែង campaign មកឃើញហើយកន្លែងនេះមកពី internet ខ្ញុំវា slow វាអត់សូវមានសេវាដូចចឹងទៅវិលយើង refresh វាមួយមកកុំឲ្យចាំយូរ refresh វាមួយមកនេះឃើញទេវា in review ហើយតិចទៀតវា approve ឲ្យយើងដើរ ad ហើយ